Janisai flying from New Zealand to join Sorian birthday. Okay, hi, how are you? I'm doing well. How are you? I'm good. First thing first, what do you wish for Sorian birthday? Well, first of all, I just want to say she looks amazing today. And I'm so happy to get to see her again after quite some times. And I wish her all the best during her birthday, whether it's today or for the rest of the years. I wish that she will find what truly is fulfilling for her in her heart and in her mind, and whatever she wishes for the rest of the entire of the year to come true. So, yeah, that's all for me. Wow, that's meaningful. Last but not least, what made you happy? That's not relevant to her birthday, but I really want to know what really made you happy in your life. Well, I think on a normal day, just being in my bedroom and staying cozy on my bed and having the time to just chill and watch movies, I think that's a very happy moment for me. And of course, being in that situation and also having the people that you love around you being healthy and being happy, I think that what makes my heart really warm. So, yeah. Okay, thank you so much. Do you have more thing to say or that's all? No, I just wanted to. I just want to once again just wish Sarian all the best with everything that she's doing. And I know that sometimes on her birthday it gets very overwhelming and it gets very emotional because it's another year. But I just want to say, like from what I'm seeing, she is aging like a fine wine. So there's You look good for her age, yeah. definitely, and there's nothing to worry about. And she's an amazing woman, so I know that she's going to do great in life. Okay. Thank you ជំរាបសួរបងចានៅក្នុងថ្ងៃខួបកំណើតរបស់កញ្ញាហងសុរិយានតើបងមានពាក្យពេចន៍អីដើម្បីជូនពរនៅក្នុងថ្ងៃពិសេសមួយនេះ ខ្ញុំសូមជូនពរឲ្យបងអូនសម្រាប់កាន់តែស្អាតការងារចូលមកច្រើនសប្បាយចិត្តច្រើន អរគុណច្រើនបងចាចេញពីកម្មវិធីបន្តិចចង់ដឹងថានៅក្នុងជីវិតរបស់បងតើមានរឿងអ្វីដែលធ្វើឲ្យបងសប្បាយចិត្តពិតប្រាកដ ក្នុងជីវិតរបស់ខ្ញុំសប្បាយចិត្តបំផុតគឺខ្ញុំមានស្វាមីដ៏ល្អចាកន្លែងតែក្លឹមអូខេអរគុណច្រើនបងអរគុណយ៉ារ៉ូថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់សូរិយានចង់ដឹងថាយ៉ារ៉ូមានពាក្យពេចន៍អីខ្លះដើម្បីជូនពរទៅកាន់កញ្ញាហងសូរិយានអាយុ18ឆ្នាំនេះនៅក្នុងថ្ងៃនេះ តែ18ឆ្នាំទេមែនហ៎ ហ្នឹងហើយឲ្យជូនពរ អូចង់ប្រាប់បងប្អូនថាកាពិតខ្ញុំជាមួយសូរិយានគឺស្គាល់គ្នារយៈពេលយូរហើយមួយជាង10ឆ្នាំឥឡូវហើយបាទតាមពីគាត់ថតកម្មវិធីស្នេហ៍9មួយខ្ញុំមួយទៀតបាទស្គាល់តាមពីគាត់នៅក្មេងខ្លាំងតែឥឡូវមិន8 10ណាយឬថា21ហ៎ អូ21 ណាតែដល់ពេលដាក់មាញ់លឺអត់ អត់ដឹងហង ចេះបានលឺណា អត់តែនិយាយទៅលឺតែប្រយ័ត្នអីបាន អញ្ចឹងឲ្យលឺតែខ្ញុំមែនណាបាទអរគុណច្រើនអញ្ចឹងដោយសារតែការរាប់អានរយៈពេលយូរដូចជាប្អូនស្រីមួយរូបដែលតែងតែចង់ឃើញអូនមានភាពជោគជ័យអញ្ចឹងណាហើយក្នុងពេលបច្ចុប្បន្នឃើញគាត់មានភាពរីកចម្រើនច្រើនបើសម្រស់វិញគាត់ស្អាតហើយជោគជ័យក្នុងវិស័យដែលគាត់កំពុងធ្វើនឹងផ្ទាល់តែម្ដងអញ្ចឹងអត់មានអីច្រើនទេការរីករាយរបស់អូនក៏ជាក្តីសុខផងបងមើលពីចម្ងាយផងដែរអញ្ចឹងជាបន្តទៀតក៏ជូនពរឆ្នាំថ្មីបន្តទៀតមានការងារកាន់តែច្រើនហើយសប្បាយចិត្តរលួយបានច្រើនអ្វីដែលអូនបងប្រាថ្នាឲ្យបានដូចបំណងហើយស្អាតជានិររហូតហើយអ្វីដែលសំខាន់បន្ថែមទៀតមួយទៀតនោះគឺសុខភាពល្អនិងសប្បាយចិត្តជានិច្ច Yes អូខេវ៉ាវពាក្យពេចន៍លយមែនតើថាតែគេជាវិធីកណោះតាឥឡូវបេដងយាយហ៎បេដងហ៎អូខេឥឡូវសួរសំណួរមួយទៀតចង់ដឹងថាសម្រាប់ការយកឃើញរបស់យ៉ារ៉ូអ្វីនៅក្នុងជីវិតដែលធ្វើឲ្យយ៉ារ៉ូសប្បាយចិត្តអ្វីដែលធ្វើឲ្យខ្ញុំសប្បាយចិត្តខ្ញុំគិតថាខ្លួនខ្ញុំ បាទពីព្រោះចាប់ផ្ដើមពីខ្លួនខ្ញុំបាទខ្ញុំអាចសប្បាយចិត្តបានដោយពិតប្រាកដមួយហើយទៅចែករំលែកក្តីសប្បាយចិត្តនិងភាពរីករាយទាំងអស់ហ្នឹងទៅកាន់អ្នកដទៃបានប្រកបថាការងារខ្ញុំជា MC អញ្ចឹងយើង concert អីផ្សេងយើងតែងតែធ្វើឲ្យគេសប្បាយចិត្តចុះបើយើងអត់សប្បាយចិត្តផងយើងធ្វើអ្នកដទៃសប្បាយចិត្តមិនទៅអញ្ចឹងខ្ញុំពីខ្លួនឯងទៅគឺខ្ញុំតែងតែជ្រើសរើសការគិតវិជ្ជមានរស់នៅដោយភាពថាមានសុខភាពល្អហាត់ប្រាណខ្លះអីខ្លះទៅគេឲ្យបានគ្រប់គ្រាន់ចាក់ទម្លាប់ប្រចាំថ្ងៃខ្ញុំនឹងតែងតែធ្វើអីដែលល្អសម្រាប់សុខភាពរាងកាយហើយខ្ញុំគិតថាពេលដែលយើងសុខភាពល្អបានយើងមានអាខួរក្បាលនេះទៅគិតអីវិជ្ជមានសប្បាយចិត្តបានត្រូវអត់មានស្នេហាលីឡំអីខ្លះអត់ទេស្នេហាជីវិតវាអត់ជោគជ័យតែអត់អីព្រោះខ្ញុំចេះស្រឡាញ់ខ្លួនឯងគ្រប់គ្រាន់ហើយអូដោយស្មោះសរទៅមានន័យថាអញ្ចឹងរងថ្ងៃនេះខ្ញុំរៀងអាយុច្រើនដែរហើយអញ្ចឹងអីដែលខ្ញុំគិតទៅប៉ុណ្ណឹងបងណាចាំគេចាំតអូអញ្ចឹងមិនចាអញ្ចឹងណាវិធីកហ្នឹងគឺជាវិធីកគឺបែបហ្នឹងឥឡូវយើងជួបជាមួយនឹង What do you wish for Sorian today Thank you for having me very good
private birthday party. Yeah. You know, like Beautiful, more beautiful, or more success. yeah. Yeah. Okay. I hope. Yeah. Okay. Next question. What make you happy? I living here 10 years and getting good Cambodian friend. Oh, Mm. that make you happy. Yeah. So my second country. Yeah. បាទនេះហើយក្តីសុខរបស់គាត់ហ្នឹងគឺគាត់បានរស់នៅក្នុងប្រទេសកម្ពុជារយៈពេលច្រើនឆ្នាំហើយគាត់មានមិត្តភ័ក្តិជាជនជាតិខ្មែរជាច្រើនហើយរឿងទាំងអស់ហ្នឹងហើយដែលធ្វើឲ្យគាត់សប្បាយចិត្តអញ្ចឹងហ៎ ជួយបកប្រែមិញហ៎ Okay so now you can enjoy dinner Chili នៅក្នុងថ្ងៃខួបកំណើតសូយ៉ានមានពាក្យពេចន៍អ្វីខ្លះដើម្បីជូនពរទៅកាន់សូយ៉ានក្នុងថ្ងៃពិសេសនេះ អូយនិយាយទៅថ្ងៃនេះរំភើបជាម្ចាស់ខួបទៀតចាព្រោះថ្ងៃត្រជាក់ត្រចុំចាហើយនិយាយថាមកនោះគឺភ្លៀងហ្មងនិយាយទៅប្រោះព្រំឲ្យបងសូយ៉ានហ្មងចាឲ្យមានសេចក្តីសុខសេចក្តីចម្រើនជាពិសេសសម្រស់កាន់តែស្អាតលុយចូលកាន់តែច្រើនជួបគូក្រងដល់សង្ហាហើយមានលុយទៀតណា ចាចុងក្រោយហ្នឹងឆ្ងាញ់តែម្ដងចាឥឡូវយើងក្រៅកម្មវិធីរបស់យើងបន្តិចចង់ដឹងថាការពិតនៃភាពសប្បាយរីករាយរបស់ Chili តើជាអ្វីភាពការពិតនៃពិតប្រកបណាយល់សំណួរទេតើអ្វីដែលធ្វើឲ្យ Chili សប្បាយចិត្តពិតប្រកបនៅក្នុងជីវិត សប្បាយចិត្តពិតប្រកប ពិតប្រកប ទោះបីជាអ្វីក៏ដោយសម្រាប់នឹងខ្ញុំសប្បាយចិត្តពិតប្រកបគឺនៅជាមួយប៉ាម៉ាក់ កាន់ដៃគ្នាចឹងហ្មង កាន់ដៃយើងទៅ យូរអត់ជួបគ្នាម្ដងកាន់ដៃបោះអត់បានមែន single អញ្ចឹងកាន់ដៃគ្នាទៅ single អស់គ្នាចង់និយាយថាចេះអ្វីដែលសប្បាយចិត្តខ្ញុំនៅមួយប៉ាម៉ាក់ខ្ញុំជាពិសេសថ្ងៃ birthday ខ្ញុំហ្មងពេលដែលបាននៅក្បែរគាត់ខ្ញុំមានអារម្មណ៍ថាខ្ញុំកក់ក្ដៅហ៎បងយេហើយមានអារម្មណ៍មួយថាអាចថាវាកក់ក្ដៅហើយរំភើបហើយម្យ៉ាងយកអត់ដែរសូវនៅចិត្តគ្រួសារទេអញ្ចឹងវាជាពេលវេលាមួយដែលខ្ញុំចង់នៅមួយគ្រួសារបំផុតជាពិសេសថ្ងៃ birthday ខ្ញុំហ្មង ដៃនឹងអត់លេងទេណា ចា ដៃនឹងអត់លេង អត់លេងទេ ហ្នឹងហើយអរគុណច្រើន Chili តោះយើងចូលតុញ៉ាំអីចាជំរាបសួរបងរិទ្ធសុខសប្បាយទេបង សុខសប្បាយ ចាថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់សូយ៉ានតើបងមានពាក្យពេចន៍អ្វីខ្លះដើម្បីជូនពរហងសូយ៉ាននៅក្នុងថ្ងៃដ៏ពិសេសរបស់គាត់ បាទខ្ញុំជូនពរឲ្យគាត់សុខភាពល្អកាន់តែស្អាតហើយលុយច្រើនបាទប៉ុណ្ណឹងបាទ ចាអរគុណចាំបងរិទ្ធដែលបានផ្ដល់វត្តមានឥឡូវមានសំណួរក្រៅកម្មវិធីមួយទៀតតើអ្វីដែលធ្វើឲ្យបងរិទ្ធសប្បាយចិត្តពិតប្រាកដនៅក្នុងជីវិត សប្បាយចិត្តពិតប្រាកដគឺយើងបានធ្វើរឿងល្អក៏ដូចជាយើងជួយរួមចំណែកល្អក្នុងសង្គមហ្នឹងជារឿងដែលខ្ញុំសប្បាយចិត្តជាងគេ អូខេអរគុណច្រើនបងរិទ្ធចាអរគុណច្រើនចាបងអាចសម្រួលអីយ៉ាបត់បានក្នុងថ្ងៃនេះដែរតើអូនមានពាក្យពេចន៍អីជូនពរទៅកាន់កញ្ញាហងសូរិយាន ចាខ្ញុំមានតែជូនពរគាត់ក្នុងថ្ងៃខួបកំណើតគាត់នឹងជូនពរឲ្យគាត់លក្ខណៈ all the best ហ្មងណាសុខភាពល្អការងារចូលច្រើនហើយជាពិសេសគឺរកលុយបានច្រើនហើយសម្រស់កាន់តែស្អាតដូចក្មេង18អញ្ចឹងណា 18តើ ហ្នឹងហើយ18ឆ្នាំហ្នឹងហើយ អូខេចាឲ្យសំណួរមួយទៀតនោះគឺក្រៅពីកម្មវិធីបន្តិចតើអ្វីដែលធ្វើឲ្យអូនសប្បាយចិត្តពិតប្រាកដនៅក្នុងជីវិត អ្វីដែលធ្វើឲ្យខ្ញុំសប្បាយចិត្តនៅក្នុងជីវិតហ្នឹងគឺថាខ្ញុំ feel freedom ដូចថាអត់ជាពាក់ជំនន់ជាមួយនឹងអ្វីទាំងអស់ដូចថារបស់ក្រៅខ្លួនឬក៏និយាយទៅរស់នៅបែបខ្លួនឯងហ្មង be myself ពេញចិត្តអ្វីដែលខ្លួនឯង ចា មានដោយមិនពឹងទៅលើអ្វី របស់ក្រៅខ្លួនឬក៏តំណាក់តំណងអីទាំងអស់នេះថាជាមួយខ្លួនឯងហ្មង freedom ជាមួយខ្លួនឯងចា ចាអរគុណច្រើនអូនអរគុណចាចូលតុកបាននោះតុកខ្លួនឯងនោះយ៉ាចាអរជំរាបសួរបងចាមិនសំដែងទេចាបាទអូខេឥឡូវយើងចូលដល់សំណួរឆ្ងាញ់តែម្ដងទី1ហ្នឹងតើនៅក្នុងថ្ងៃពិសេសរបស់កញ្ញាហុកសូយ៉ានបើមានពាក្យពេចន៍អីដើម្បីជូនពរសូយ៉ានអត់អត់ទៀតទេ អូខេជាដំបូងខ្ញុំសូមជូនពរដល់កញ្ញាហងសូយ៉ានឲ្យគាត់មានសុខភាពល្អបាទតែមានសុខភាពល្អស្មោះស្អាតហើយត្រូវអត់គាត់ថាស្មោះស្អាតហើយលុយកាក់ការងារមកតាមក្រោយបាទអាហ្នឹងគឺជាបញ្ហាធំមែនតើដែលពួកយើងប្រាថ្នាចង់បានបាទប៉ុណ្ណឹងអូខ្លីតែខ្លឹមគឺប្រមូលផ្ដុំនៅក្នុងឃ្លាតែប៉ុណ្្នឹងតែម្ដងចានិយាយទៅបោះគេឥឡូវសំណួរក្រៅពីកម្មវិធីបន្តិចតើអ្វីនៅក្នុងជីវិតបងដែលធ្វើឲ្យបងមានអារម្មណ៍ថាសប្បាយចិត្តពិតប្រាកដ បាទអរគុណនៅសំណួរសម្រាប់ខ្ញុំយកបេះដូងនឹងអារម្មណ៍មកឆ្លើយសម្រាប់ខ្ញុំនៅក្នុងជីវិតខ្ញុំពេលវេលាដែលមានក្តីសុខបំផុតគឺពេលវេលាដែលនៅជាមួយគ្រួសារ
បាទគ្រួសារគឺជាការចងចាំទោះយើងមានបញ្ហាអីកើតឡើងក៏ដោយមានតែគ្រួសារដែលនៅក្បែរយើងអញ្ចឹងសម្រាប់ខ្ញុំគ្រួសារគឺជាសុភមង្គលគឺជាសេចក្តីសុខរបស់ខ្ញុំ អូខេ អរគុណ វ៉ាវចាអរគុណច្រើនឥឡូវចប់ហើយ ចប់ហើយ ចាអញ្ជើញទៅសម្រួលអេយ៉ាបត់បានចាឯកឧត្តមចាអរគុណឥឡូវឯណាមានពាក្យពេចន៍អីជូនពរចាកាន់ឲ្យយោណាទៅកាន់កញ្ញាហងសូរិយាន ដូចជាមានអីច្រើននេះខ្ញុំសប្បាយចិត្តនៅក្នុងការបានមកចូលរួមក្នុងកម្មវិធីថ្ងៃហ្នឹងជូនពរឲ្យបងសម្រាប់កាន់តែស្អាតជោគជ័យគ្រប់ភារកិច្ចហើយកាន់តែនៅស្អាតបែបហ្នឹងសំខាន់គឺមានលុយចូលច្រើនចាអរគុណ ចាអរគុណច្រើនអរគុណឯណាអាចសម្រួលអេយ៉ាបត់បានចាភ្ញៀវគេយក What do you wish for Soyan birthday What I wish for her is see success on everything. If she wish for something, just make it happen. Okay yeah That's a great answer Next question What made you happy in life For me, making me happy is create a work for people in my country. I open my own company because not just the profit that I want, not just for myself, but the profit that can grow our Cambodia GDP. Also, give a lot of work for next generation. Also, people that really need a job. That make me happy because if I can make other people happy, that's the point that I am happy. It's just like when you are dancing, you are happy. But for me, seeing other people success, other people happy is make me happy. Okay thank you so much That's a great answer Thank you So you can enjoy dinner Yeah. Thank you ចាអរគុណ